បាទសួស្តីដល់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើជាវីដេអូមួយដែលវីដេអូនោះគឺខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបការ delete នៅ website មួយចំនួនដែលយើងបានធ្វើការប្រើប្រាស់ក៏ដូចជា website ដែលយើងlog ជាមួយនឹង AI បាទអញ្ចឹងដោយសារតកតងនឹង website មួយចំនួនដែលយើងបានធ្វើការប្រើប្រាស់ email របស់យើងដើម្បីធ្វើការ log ចូលទៅ website ដើម្បីយើងអាចធ្វើការ download នៅកម្មវិធីក៏ដូចជាប្រើប្រាស់នៅកម្មវិធីរបស់កម្មវិធីដែល free អញ្ចឹងដើម្បីកុំឲ្យមានបញ្ហាទៅលើការ hack account email របស់យើងគឺយើងអាចធ្វើការ delete នៅ website ដែលយើងបានយក Gmail របស់យើងទៅធ្វើការ register នៅក្នុង app website របស់គេបាទអញ្ចឹងជាដំបូងគឺយើងត្រូវធ្វើការបើកនៅ email បាទអញ្ចឹងនេះគឺជាទម្រង់ email របស់ខ្ញុំដែលខ្ញុំបានធ្វើការបើករួចរាល់ហើយបាទអញ្ចឹងដើម្បីចូលទៅធ្វើការ delete នៅ website ដែលយើងបានធ្វើការregister ជាមួយនឹងwebsite ដែលគេបានធ្វើការ free ឲ្យយើងចូលទៅធ្វើការ download ក៏ដូចជាការទាញយកនៅឯកសារគឺយើងត្រូវធ្វើការចូលនៅត្រង់កន្លែងពាក្យ icon និមិត្តសញ្ញារូបដែលមាន email របស់យើងនេះបាទអញ្ចឹងខ្ញុំคลิกបន្តមកទៀតគឺយើងត្រូវស្វែងរកមើលនៅពាក្យ manage your account your Google account បាទខ្ញុំคลิกបាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះemail របស់យើងបានធ្វើការ process ចូលទៅក្នុង email របស់យើងបាទអញ្ចឹងវាមានទម្រង់នៅ home personal info data and privacy security people and sharing payment and subscription និង about បាទអញ្ចឹងអ្វីដែលខ្ញុំចង់មកធ្វើការបង្ហាញនេះគឺខ្ញុំនឹងធ្វើការ delete នៅ website ដែលយើងបានធ្វើការ register ជាមួយនឹងដែលយើងយក email របស់យើងទៅធ្វើការ register ជាមួយនឹង website បាទអញ្ចឹងជាដំបូងគឺយើងត្រូវ select នៅត្រង់កន្លែងពាក្យ security បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះយើងត្រូវធ្វើការ scroll មកក្រោមបាទអញ្ចឹងអ្វីដែលខ្ញុំបានធ្វើការយកនៅ email របស់ខ្ញុំទៅធ្វើការ register ជាមួយនឹង website គឺយើងត្រូវរកមើលនៅពាក្យ your connection to third party app and service បាទអញ្ចឹងគឺជា website ដែលខ្ញុំបានធ្វើការ connect បាទអញ្ចឹងគឺខ្ញុំសូមធ្វើការចុចនៅត្រង់កន្លែងពាក្យ CR connection បាទអញ្ចឹងសម្រាប់ website ដែលខ្ញុំបានធ្វើការ connect មាន5អញ្ចឹងបងប្អូនក៏ដូចជាមិត្តភ័ក្តិរបស់គ្នានៅពេលដែលយើងបានយក email របស់យើងទៅ connect ជាមួយនឹង website ដូចជា CapCut ឬក៏ Clipchamp Leonardo AI និង Queerbot និង Blog Plus បាទអញ្ចឹងបងប្អូនត្រូវប្រកាសថា website ដែលយើងបានធ្វើការ register ក៏ដូចជាការ create account ជាមួយនឹង website ដើម្បីធ្វើការប្រើប្រាស់នៅក្នុងកម្មវិធី website ដើម្បីឲ្យយើងអាចធ្វើការ download នៅឯកសារក៏ដូចជា download នៅវីដេអូគឺយើងត្រូវឲ្យច្បាស់ដើម្បីកុំឲ្យមានបញ្ហាក៏ដូចជាការ hack នៅ account Gmail របស់យើងបាទអញ្ចឹងនេះគឺជា website ដែលខ្ញុំបានធ្វើការ connect អញ្ចឹងតាមអ្វីដែលខ្ញុំធ្លាប់មកធ្វើការប្រើប្រាស់ជាមួយនឹង app ក៏ដូចជា website មួយចំនួននេះគឺមិនមានបញ្ហាទេបាទអញ្ចឹងដោយសារខ្ញុំឃើញមាននៅបងប្អូនក៏ដូចជា content មួយចំនួនដែលគាត់បានធ្វើការបង្ហាញដែរទាក់ទងនឹងការ delete ក៏ដូចជា website មួយចំនួនដែលយើងអាចធ្វើការ add នៅ extension ដើម្បីយើងយកមកធ្វើការប្រើប្រាស់ free បាទអញ្ចឹងវាអាចនឹងមានផលប៉ះពាល់ទៅលើ account Gmail របស់យើងបាទអញ្ចឹងសម្រាប់ការលុបបងប្អូនក៏ដូចជាមិត្តភ័ក្តិរបស់គ្នាអាចធ្វើការ click នៅត្រង់កន្លែងពាក្យ website មួយណាដែលយើងចង់ធ្វើការ delete បាទអញ្ចឹងគឺខ្ញុំសូមឧទាហរណ៍នៅត្រង់កន្លែងពាក្យ blogger and plus បាទគឺខ្ញុំ click បាទអញ្ចឹងបន្តមកទៀតបងប្អូនក៏ដូចជាមិត្តភ័ក្តិរបស់គ្នាអាចត្រូវរកមើលនៅពាក្យនៅត្រង់ប្រអប់ធុងសម្រាម delete all connection you have with blogger plus បាទអញ្ចឹងនៅពេលដែលយើងធ្វើការចុចនៅសញ្ញាព្រួញ delete នេះគឺយើងនឹងធ្វើការ delete ចេញពី email របស់យើងបាទអញ្ចឹងសម្រាប់ website នេះគឺมันអាចទាញយកនៅទិន្នន័យរបស់យើងក៏ដូចជាផ្ញើឯកសារមួយចំនួនឬក៏ផ្ញើអ្វីមួយចូលនៅក្នុង email របស់យើងទេបាទអញ្ចឹងគឺវាមានភាពងាយស្រួលអញ្ចឹងបងប្អូនដូចជាមិត្តភ័ក្តិរបស់គ្នាអាចមើលចំពោះការបង្ហាញរបស់ខ្ញុំនេះ
តែខ្ញុំសូមអត់ធ្វើការ delete ចោលដោយសារសម្រាប់ website ឬក៏ app មួយចំនួនដែលខ្ញុំបានធ្វើការ connect ជាមួយនេះគឺมันមានបញ្ហាទេបាទអញ្ចឹងអ្វីដែលយើងក៏សម្គាល់ក៏ដូចជាការប្រើប្រាស់បងប្អូនត្រូវធ្វើការចំណាំបាទអញ្ចឹងគឺខ្ញុំសូមឧទាហរណ៍ត្រង់កន្លែងពាក្យ Leonardo AI បាទខ្ញុំធ្វើការ delete ចោលដើម្បីធ្វើការបង្ហាញជូនដល់បងប្អូនបាទអញ្ចឹងខ្ញុំចុចនៅត្រង់កន្លែងពាក្យសញ្ញាព្រួយបាទបន្តមកទៀតនៅត្រង់ចំណុចកន្លែងនេះគឺយើងត្រូវធ្វើការ confirm បាទខ្ញុំ click confirm បាទអញ្ចឹងគឺរួចរាល់បាទអញ្ចឹងគឺខ្ញុំមកបែកមកក្រោយវិញនេះអញ្ចឹងសម្រាប់ app ដែលខ្ញុំបានធ្វើការ connect នេះគឺមាន4បាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំបានមានការបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភក្តិរបស់គ្នាអំពីរបៀបការ delete នៅ app ដែលយើងបានធ្វើការ sign in ជាមួយនឹង Google ក៏ដូចជា email ដែលយើងបានធ្វើការប្រើប្រាស់នេះផងដែរដើម្បីការពាររាល់បញ្ហាទិន្នន័យរបស់យើងដើម្បីឲ្យវាមានសុវត្ថិភាពបាទអញ្ចឹងជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាតែតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៅវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ